យើងត្រូវចំណាយពេលវេលាចំណាយអ្វីៗទាំងអស់ដើម្បីស្វែងរកវាឡើងអញ្ចឹងនៅក្នុងគម្ពីរម៉ាថាយចំពុក6អីនេះខ33នេះព្រះអង្គទូថាស្វែងរកនគរមិនមែនជារឿងដែលយើងស្រួលទៅដល់ទេតែជាពេលវេលាដែលយើងត្រូវស្វែងជាទីបំផុតខ្នះខ្នែងជាទីបំផុតសង្វាក់ជាទីបំផុតដើម្បីឲ្យបាននគរឋានសួគ៌វាមិនមែនជារឿងលេងសើចគាត់ថាអូខ្ញុំដើរទៅយកចានតែមកវិញហើយគាត់ទៅដើរទៅបាក់ទូទៅយកចានមកទេប៉ុន្តែឲ្យស្វែងរកបើមិនស្វែងនោះមិនឃើញហើយអត់អញ្ចឹងនៅក្នុងមួយថ្ងៃព្រះអង្គទូថាស្វែងរកនគរនិងសេចក្តីសុចរិតសិនពីព្រោះរឿងនេះមិនមែនជារឿងងាយស្រួលដែលយើងស្រួលនឹងទទួលសេចក្តីសុចរិតទេបើគ្រប់គ្នាងាយស្រួលទទួលសេចក្តីសុចរិតព្រះអង្គមិនបាច់ដាក់ឲ្យយើងរកស្វែងទេស្វែងរកទេអញ្ចឹងពេលវេលាមួយនេះដែលយើងជាគ្រីស្ទបរិស័ទដែលយើងត្រូវធ្វើគឺយើងត្រូវស្វែងរកស្វែងនៅឯណាស្វែងនៅក្នុងព្រះបន្ទូលព្រះអង្គតែបង្រៀនលើកឡើងទាំងអស់នេះគឺទឹកតែជាខុសពីដែលពិសេសមែនទេយើងអាចនិយាយជាមួយគាត់តខ្លួនហើយគាត់និយាយជាមួយយើងតខ្លួននៅអ្វីដែលគាត់ពេញចិត្តឬគាត់នៅអ្វីដែលយើងពេញចិត្តគាត់មិនណាយើងនិយាយដើម្បីអីស្រស់ដោយក្តីស្រឡាញ់មិនមែនដោយស្អប់មិនមែនដោយចាប់កំហុសហើយក៏មិនមែនដើម្បីបំផ្លាញគាត់ដែរប៉ុន្តែដើម្បីជួយគាត់កុំឲ្យគាត់ធ្វើឲ្យកាន់តែជ្រៅទៅកន្លែងនេះហើយទៅធ្វើឲ្យយើងកាន់តែរឹងមាំអញ្ចឹងហើយបានជាព្រះអង្គមានបន្ទូលថាបើសិនជាយើងថ្កោលទោសគេនោះគេនឹងថ្កោលទោសយើងវិញយើងឃើញតែកំតិចនៅក្នុងនៃគេទេប៉ុន្តែយើងវិញយើងមានក្នុងឯណោះច្រើនមែនទេដូចគ្នាដែលព្រះអង្គមានបន្ទូលថាបើសិនជាព្រះអង្គឃើញតែពីកំហុសរបស់យើងព្រះអង្គប្រហែលជាមិនអាចនឹងយើងមកលើផែនដីហើយព្រះអង្គក៏មិនអាចនឹងសុខដូចជាឆ្កាងបានដែរដោយសារព្រះអង្គមានបន្ទូលថាព្រះអង្គគ្រោមអំពើបាបយើងទាំងអស់ចុះចំណែក